ចម្រើនពរញាតិញោមពុទ្ធបរិស័ទទាំងអស់គ្នាក្នុងវីដេអូនេះខ្ញុំកណ្ណាត់អាត្មាភាពមានរឿងក្នុងជាដកមួយចង់ចែករំលែកដល់ញាតិញោមដើម្បីការគិតពិចារណាពោលរឿងហ្នឹងគឺមានចំណងជើងថារឿងចេញចៈមានវិការពោលហើយរឿងហ្នឹងគឺតម្លៃអប់រំចង់ឲ្យយើងហ្នឹងចេះពិនិត្យមើលទុកកំហុសអ្នកដតីឲ្យបានគ្រប់ជ្រុងជ្រោយសិនចាំយើងពោលទោសគេពោលប៉ុន្តែបើសិនជាយើងមិនបានពិនិត្យស៊ើបអង្កេតមើលទោសកំហុសរបស់អ្នកដទៃទេយើងពោលទោសទៅទោសនោះអាចនឹងធ្លាក់មកកាន់យើងវិញបងទើបអាត្មានឹងសង្ខេបរឿងនឹងចែកជូនដល់ញាតិញោមពុទ្ធបរិស័ទស្ដាប់ដើម្បីការពិចារណាទាំងអស់គ្នាបងរឿងហ្នឹងគឺក្នុងបឋមពោធិកាលហ្នឹងពេលព្រះអង្គទៅនឹងត្រាស់ដឹងបងហើយកិត្តិនាមរបស់ព្រះអង្គហ្នឹងក៏ល្បីសុះសាយខ្ទោខ្ទាសំបីតែទេវតានិងមនុស្សហ្នឹងគឺបានសម្រេចធម៌គ្រប់រូបគ្រប់គ្នាបងអញ្ចឹងយើងនិយាយអំពីពួកនិក្រណណ្ដេរថៃមានន័យថាជាអ្នកបួសក្រៅសាសនាព្រះពុទ្ធហ្នឹងអញ្ចឹងការព្រះអង្គកាលដែលព្រះបរមសាស្តាយើងហ្នឹងព្រះអង្គសម្ដែងធម៌ទៅកិត្តិនាមរបស់ព្រះអង្គល្បីល្បាញហើយគេស្រឡាញ់ចូលចិត្តគេបូជាលាភសក្ការៈផ្សេងបងអញ្ចឹងដល់ពុទ្ធបរិស័ទនាំគ្នាសម្រុកទៅបូជាព្រះសម្មាសម្ពុទ្ធធ្វើឲ្យលាភសក្ការៈរបស់ពួកនិក្រណណ្ដេរថៃហ្នឹងសាបសូន្យអស់អញ្ចឹងពួកហ្នឹងមិនសប្បាយចិត្តទេបងកាលមិនសប្បាយចិត្តទៅក៏ចាប់ផ្ដើមរកឧបាយកលយ៉ាងណាដើម្បីធ្វើឲ្យកិត្តិនាមរបស់ព្រះសាស្តាហ្នឹងរលាយសាបសូន្យបងអញ្ចឹងក៏បានបបួលគ្នាគិតរកឧបាយកលបងដល់ពេលគិតរកឧបាយកលឃើញហើយថានៅក្រុងសាវត្ថីហ្នឹងមានស្ត្រីម្នាក់បងស្ត្រីហ្នឹងគឺឈ្មោះនាងចេញចៈមានណវិការនឹងឯងបងដល់ពេលអញ្ចឹងទៅគិតថានាងហ្នឹងមានរូបស្អាតបងមានរូបស្អាតអញ្ចឹងទៅក៏បានបបួលគ្នាហ្នឹងទៅជួលណាជួលនាងហ្នឹងឲ្យមកធ្វើបាបមកប្រខូចគេឈ្មោះរបស់ព្រះអង្គនឹងឯងបងអញ្ចឹងនាងចិញ្ចៈមានណវិការហ្នឹងបន្ទាប់ពីទទួលពាក្យរបស់ពួកនិក្រណណ្ដេរថៃនឹងហើយក៏លើកទី1ហ្នឹងគាត់ចាប់ផ្ដើមរៀបផែនការធ្វើបាបព្រះអង្គឯបងលើកទី1ហ្នឹងគាត់ធ្វើជាណាស្លៀកសម្ពុតពណ៌ដូចមេភ្លៀងដើរចេញចូលវត្តចេតពុនហ្នឹងធ្វើដូចជាខ្លួនឯងហ្នឹងអ្នករស់នៅក្នុងវត្តចេតពុនហ្នឹងចឹងបងដល់ពេលដែលពុទ្ធបរិស័ទសួរនាងទៅថានាងចេញចូលវត្តហ្នឹងចេញចូលធ្វើអីនាងថានាងហ្នឹងជាអគ្គមហេសីនៃព្រះសមណគោតមនេះនាងពោពាក្យមុសាញោមបងដល់នាងនៅរយៈពេល2-3ខែឬក៏4-5ខែទៅនាងចាប់ផ្ដើមជួលជាងបងណាជួលជាងឲ្យគេឆ្លាក់ឈើជារាងមូលហើយយកមកចង់ផ្អោបនឹងពោះរបស់គាត់អញ្ចឹងណាបងធ្វើដូចជាស្ត្រីមានផ្ទៃពោះអញ្ចឹងបងអញ្ចឹងដល់ពេលខែទី8ទី9ហ្នឹងនាងបានឲ្យគេហ្នឹងដំខ្នងជើងបងយកឲ្យគេហ្នឹងដំខ្នងជើងហ្នឹងឲ្យហើមធម្មតាស្ត្រីមានផ្ទៃពោះមានសាច់ទៀងហើមបងសាច់ទៀងហើមអញ្ចឹងណាដល់អញ្ចឹងនាងជួលឲ្យគេហ្នឹងដំខ្នងជើងឲ្យសាច់ហ្នឹងឡើងហើមហើយដើរចូលទៅក្នុងចំណោមពុទ្ធបរិស័ទដែលកំពុងស្ដាប់ធម៌ព្រះបរមសាស្តានឹងកំពុងសម្ដែងធម៌បងដល់អញ្ចឹងហើយបានទៅដល់និយាយថាព្រះអង្គហ្នឹងណារស់នៅរួមរយៈមេត្រីភាពជាមួយនាងរហូតដល់មានកូនហើយអត់យកចិត្តទុកដាក់ជាមួយនាងទេបែរជាមកអង្គុយសម្ដែងធម៌អញ្ចឹងណាញោមបងអញ្ចឹងព្រះអង្គក៏បានមានព្រះពុទ្ធដីកាថារឿងនេះពិតឬមិនពិតពេលក្រោយគង់តែដឹងឯបងអញ្ចឹងពេលហ្នឹងក៏ដោយអំណាចនៃបារមីរបស់ព្រះបរមសាស្តាក្តៅដល់អាសនៈនៃព្រះអិនណាបងព្រះអិនក្តៅដល់អាសនៈព្រះអិនអញ្ចឹងព្រះអិនហ្នឹងគឺអស្ចារ្យណាញោមព្រះអង្គ
គឺមួយប្រព្រឹត្តផ្នែករបស់ព្រះអង្គហ្នឹងគឺដឹងបាន1000រឿងអញ្ចឹងក៏ព្រះអង្គហ្នឹងដឹងថានាងចិញ្ចក់មានអ្នកវិការហ្នឹងមកបន្ទោសមួយព្រះអង្គហើយមកក្បាលព្រះអង្គហើយអញ្ចឹងព្រះអង្គហ្នឹងក៏តំណែងខ្លួនហ្នឹងជាអ្នកបកផ្លិតបងជាអ្នកបកផ្លិតបកថ្វាយព្រះបរមសាស្តាហ្នឹងណាបងដល់ពេលបកផ្លិតអញ្ចឹងទៅព្រះអង្គហ្នឹងក៏បានបកផ្លិតខ្លាំងបងបកផ្លិតខ្លាំងទៅក៏ប៉ើងសម្ពុតសម្ពុតដែលនាងចិញ្ចក់មានអ្នកវិការស្លៀករំដុំឈើដែលនឹងពោះនាងដែលនាងធ្វើដូចជាកូនហ្នឹងណាបងដូចជាកូនគ្រប់ខែហ្នឹងណាហ្នឹងហើយដល់ពេលប៉ើងជឿនទៅពួកពុទ្ធបរិស័ទបានឃើញសេចក្តីពិតដំណើរពិតអញ្ចឹងទៅក៏បានជេរប្រាសាជេរប្រាសានាងចិញ្ចក់មានអ្នកវិការនឹងដៀលដោយប្រការផ្សេងហើយក៏យកដំបងដេញវាយនាងឲ្យចេញអំពីទីប្រជុំនៃបរិស័ទហ្នឹងទៅបងយើងនិយាយអំពីនាងចិញ្ចក់មានអ្នកវិការហ្នឹងណាបន្ទាប់ពីចេញផុតអំពីព្រះនេត្ររបស់ព្រះបរមសាស្តាក៏ប្រធរណីស្រូបទៅទម្លាក់ក្នុងភ្លើងមហាអវិជ័យនរកបងអានេះទោសនៃការមួលបង្កាច់ព្រះអង្គចោតព្រះអង្គពោលទោសព្រះអង្គទាំងដែលព្រះអង្គជាបុគ្គលបរិសុទ្ធជាបុគ្គលដែលមិនមានអ្នកណាមួយប្រមាថបានណាបងអញ្ចឹងរឿងហ្នឹងក៏ចប់ត្រឹមហ្នឹងទៅបងប៉ុន្តែនាងចិញ្ចវិការហ្នឹងមានដំណើររឿងផ្សេងទៀតតែខ្ញុំកណ្ណាអាត្មាភាពមិនបានលើកមកនិយាយទេបងអញ្ចឹងក៏សម្ដែងតែអំពីរឿងនាងចិញ្ចមានអ្នកវិការហ្នឹងរឿងអំពីអតីតជាតិរបស់នាងអាហ្នឹងទុកឲ្យញាតិញោមពុទ្ធបរិស័ទស្វែងរកដោយខ្លួនឯងបងអញ្ចឹងអាត្មាក៏សូមចប់អនុមោទនា